សូមជូនរឿងឪឡឹកនិងប៉ោមរបស់មីងសំភាគទី2កាត់មកដល់មីងសំវិញគាត់កំពុងមើលទូរទស្សន៍ហើយពេលនោះគឺពេលប្រឡប់ហើយគាត់ចង់ទៅទិញអីតិចតួចហើយគាត់ក៏បានដើរទៅគាត់ក៏បានដើរទៅដល់ម៉ាតហើយគាត់ក៏បាននិយាយថាហើយម៉ាតនេះខានមកយូរនេះតែចូលម៉ាតញ៉ាំតែឥឡូវហើយនឹងប៉មខ្លួនឯងនឹងតែញ៉ាំអីផងចូលម៉ាតគេសិនអ៊ីតែអីដែរក្មួយអ៊ីតែញ៉ាំបានតិចតួចហ្នឹងហើយយកអីនេះហាងគេច្រើនចឹងម៉ែណាចាំមកដល់ David វិញ David គឺគាត់ចូលចិត្តញ៉ាំឥឡឹកហើយនឹងប៉ោមរបស់មីងសំណាហើយគាត់ក៏បានដើរទៅទិញដូចជាពូដាំដែរហើយហៅទៅទិញឥឡឹកហើយនឹងប៉មមីងសំញ៉ាំសិនដូចស្អីឆ្ងាញ់ណាមីងសំអើយមីងសំរឿងកាន់មកដល់មីងសំវិញមីងសំគឺគាត់មិនទាន់បានរើអីទេទាំងដែលភ្ញៀវមកទិញឥឡឹកគាត់ហើយមិនដឹងទិញអីនេះហើយទិញអូគីមប៉ាប់តាយកគីមប៉ាប់ហ្នឹងមកទេចឹងក្មួយអ៊ីទិញគីមប៉ាប់មួយគីមប៉ាប់ប្រហែលគីមប៉ាប់ហ្នឹងមួយតែ 3,500 ទេមីងចាក្មួយណាឡើយក្មួយចង់ឥឡូវក្នុងប៉មមីងឯងមានទៀតអត់មីងមានតែក្មួយចាំស្អែកខ្ញុំហៅទៅទិញចាក្មួយចង់អីទៅវិញហើយអូយសិនអូឆ្ងាញ់ណាស់តែម៉ាត់អស់អូណាគេហ្នឹងចៅទៅដឹងមកយកដូចក្មួយដែរវិញតាមិនតែឡុកប៉មទេDavidស្លេងមីងសំដែរណាមីងសំចាក្មួយចាំអីមកផ្លែតក្មួយឯងទិញអាឡឹកឬក៏ទិញប៉មហ្នឹងថ្ងៃនេះខ្ញុំឃ្លានអាឡឹកចាំថ្ងៃក្រោយខ្ញុំមិនទិញប៉មដូចស្អីខ្ញុំចូលចិត្តញ៉ាំអាឡឹកជាងអញ្ចឹងចាក្មួយចាំមកតាមមីងមកមីងភ្លាមហ្មងមកពេលអាឡឹកមីងឯងផ្អើឲ្យប៉មមីងឯងឆ្ងាញ់ហ្នឹងប៉ុន្តែថ្ងៃនេះខ្ញុំឃ្លានតែអាឡឹកហ្នឹងអាឡឹកជ្រុះតោងណាហ្នឹងឈូបាត់ទៅក្មួយយកមីងឲ្យក្មួយឯងភ្លក់មួយទៅអូយឥឡូវមីងឯងផ្អែមនេះជ្រុះតោងថ្មីចឹងខ្ញុំភ្លក់ស្នាក់អីចាក្មួយអូយស្រក់ទឹកមាត់អីមីងខ្ញុំយកនេះអាឡឹក2មីងចាក្មួយមិនអីទេទៅវិញចាបាទបាយទៅក្មួយឯងទៅណាទៅលក់ដែរទៀតហើយមីងសំក៏បានចូលទៅក្នុងផ្ទះដើម្បីគេងវិសាអីយោបីគាត់ក៏បានទៅមួយទឹកអីចឹងគាត់រវល់ខ្លាំងមែនតើរវល់ក្នុងការលក់អាឡឹកហើយនឹងប៉ោមដ៏ឈ្ងុយឆ្ងាញ់របស់គាត់ចឹងគាត់មកបានដេកតែគាត់មិនខ្ជិលទេហើយមិនប៉ុណ្ណឹងបានហើយតែញ៉ាំបាយខ្ជិលញ៉ាំគេងយកហ្មងទៅមីងសំគាត់ក៏បានគេងលក់ត្រឹមហ្នឹងទៅហើយក៏កាន់មកមីងរ៉ាឌីវិញមីងរ៉ាឌីនេះគឺខូចមែនតើឃើញអតិថិជនទិញអាឡឹកហើយនឹងប៉មមីងសំក៏គាត់មានគំនិតចង់ទៅដាក់ថ្នាំអាឡឹកនឹងប៉មរបស់មីងសំឲ្យវាលក្ខណៈថាបាត់បង់រសជាតិហើយអត់មានណាគេមកទិញណាដោយសារអីគាត់លក់អីដែរតែគាត់លក់មិនដាច់ហើយគាត់ក៏បានយកអីមួយយ៉ាងយកទៅដាក់
គាត់បានយកអាស្អីនៅក្នុងដៃនេះគាត់នេះទៅដាក់គាត់ដាក់ដងមួយនេះគាត់ដាក់បានទៀតហើយគាត់ដាក់ឲ្យឡឹកហ្នឹងស្អុយប៉មហ្នឹងក៏ស្អុយដែរគាត់ដាក់នេះដាក់អីគាត់បានញញឹមហើយក៏គាត់បានចេញទៅបាត់ហើយក៏បានកើតក្នុងចិត្តថាមីងសំនឹងឯងមិនអាចលក់អាឡឹកបានដែរទៀតទេព្រោះកាលមុនយើងក៏លក់អាឡឹកនឹងប៉មដែរប៉ុន្តែវាគ្មានបានផលប្រយោជន៍អ្វីទាំងអស់ជាបំផុតផងគាត់ក៏បានដើរទៅវិញចេះដល់អី David រវល់ទៅផឹកកាហ្វេក៏បានដើរមកជួបមីងរ៉ាឌីនោះនិយាយគាត់ស្ដាប់ឮទាំងអស់ហើយក៏គាត់បើមីងសំដឹងគាត់នឹងទៅប្រាប់មីងសំហើយគាត់ក៏បានដើរចូលទៅផ្ទះវិញគាត់ក៏បាននិយាយថាមីងរ៉ាឌីនេះខូចមែនលក់អាឡឹកនឹងប៉ោមខ្លួនឯងមិនដាច់បែរជាទៅនេះគេប៉ះពាល់ដល់គេជាមួយខ្ញុំប្រាប់មីងសំហើយពេលមីងសំមកឆ្ងល់ហើយគាត់ក៏បានទុកអីចឹងហើយគាត់ក៏បានចូលគេងអីចឹងណាសប្បាយចិត្តតិចទៀតគេដឹងហើយក៏គាត់នៅតែសប្បាយចិត្តដែរដោយសារគាត់បានអ៊ំនេះដាក់ថ្នាំមកហើយក៏គាត់បាននិយាយថាទៀតមានណាគេមកទិញគ្មាននេះណាទិញអាឡឹកសំឯងទៀតទេសូមរំចាំទស្សនាភាគបញ្ចប់